បាទគ្រប់ដូចសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីកាត់ធ្វើនៅដោយឆ្លត់យន្តថ្ងៃទី2ខែ10ឆ្នាំ2025មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទៅការលេងសងស្នាមបន្តទៀតផងដែរបាទអញ្ចឹងយើងទៅមើលតម្រុយម្សិលមិញថ្ងៃទី1ទាំងអស់គ្នាបាទចាំសិមវិញវាលេងមក1:30នាទីគឺយើងចូលលេខ41ពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងចូលខ្ទង់ខ្សែយើងចូលលេខគ្រប់ឲ្យយើងតែម្ដងរីឯពេលយប់វិញគឺម៉ោង4ទាំងអស់គ្នាម៉ោង4គឺយើងចូល94ចំតែម្ដងពុកម៉ែបងប្អូនមក94ក្នុងពណ៌អាបាទអញ្ចឹងគឺយើងចូលទាំងម៉ោង1ក៏ដូចជាម៉ោង4:30នាទីកាលពីថ្ងៃទី1ម្សិលមិញណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទរីឯតម្រុយថ្ងៃទី2ខែ10ឆ្នាំ2025យើងនេះពុកម៉ែបងប្អូនអស់គ្នាបាទគឺខ្ញុំមានលេខល្អមកចែកជូនអ្នកទាំងអស់គ្នាទៀតហើយបាទអញ្ចឹងកុំភ្លេចពុកម៉ែបងប្អូនដែលបានថ្មីនឹងចាស់បាទកុំភ្លេចចុចសញ្ញាមេដៃទាំងអស់គ្នាបាទចុចសញ្ញាមេដៃ like ដល់លើទាំងអស់គ្នាម្នាក់មួយផងហើយដាក់រូបកណ្ដឹងហើយ share វីដេអូចេញទាំងអស់គ្នាម្នាក់មួយផងបងឲ្យមកចែករំលែកបាទគេ comment លេខ168ក៏ comment ហេងនៅថ្ងៃទី2ទាំងអស់គ្នាផងដែរហើយនៅថ្ងៃហ្នឹងគឺពិសេសមែនទែនលេខល្អទាំងអស់គ្នាបាទគឺខ្ទង់ខ្សែគឺល្អជាងគេបាទនៅថ្ងៃទី2ពុកម៉ែបងប្អូនទាំងអស់គ្នាហើយតម្រុយនេះគឺពុកម៉ែបងប្អូនអាចលេងធ្វើការផ្សងសំណាងឆ្នោតយួនគឺម៉ោង1:30នាទីម៉ោង4:30នាទីក៏ដូចជាម៉ោង6:30នាទីទាំងអស់គ្នាបាទគឺខ្ទង់ខ្សែគឺល្អដាច់គេពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយលេខអុកខ្ទង់ខ្សែគឺលេខបុកគឺមានលេខជាលេខ41 44 47និងលេខ49មក4ក្រុមសំណាញ់មួយណាបុកលេខហ្នឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នាលេខត្រឡប់ខ្ទង់ខ្សែហ្នឹងមានដូចជាលេខ14 74និងលេខ94ណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងឆ្លាញ់លេខត្រង់ដាក់លេខត្រង់ឆ្លាញ់លេខត្រឡប់ដាក់លេខត្រឡប់បាទលេខហ្នឹងល្អពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃទី2រីឯលេខធំ13លេខគឺមានចំនួន2គ្រាប់លេខធំទី1មានដូចជាលេខ234បាទលេខរៀងតែម្ដងបាទ234យើងលេងគុណទាំងអស់គ្នាបាទនឹងលេខធំទី2ចុងក្រោយគឺលេខ134ពុកម៉ែបងប្អូនទាំងអស់គ្នាអាចទៅធ្វើការលេងសងសំណាងបានបាទគឺលេខល្អទាំង12លេខនិង13លេខនៅថ្ងៃនេះគឺល្អមែនតើណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាអាចនឹងហេងទាំងម៉ោង1ក៏ដូចជាម៉ោង4និងម៉ោង6:30នាទីបាទអញ្ចឹងជាចុងក្រោយកុំភ្លេចចុចសញ្ញាមេដៃទាំងអស់គ្នាបាទចុចសញ្ញាមេដៃ like ដល់លើទាំងអស់គ្នាម្នាក់មួយឲ្យ comment ហេងទាំងអស់គ្នាហើយ share វីដេអូចេញទាំងអស់គ្នាម្នាក់មួយផងខ្ញុំមានតែប៉ុណ្្នឹងមកចែករំលែកបច្ច័យជូនពុកម៉ែបងប្អូនទាំងអស់គ្នាយកទៅធ្វើការលេងសងសំណាងជួបគ្នានៅថ្ងៃទី3ខែ10ឆ្នាំ2025នៅថ្ងៃស្អែកបន្តទៀតតាមពេលវេលាម៉ោងដដែលបាទ